បើគេនិយាយអំពីតារាសម្ដែងប្រុសលំដាប់ជួរមុខរបស់ស្ថានីយ៍ទូរទស្សន៍ TVB ដែលមានទាំងសមត្ថភាពនិងចរិតលក្ខណៈដ៏សុភាពរាបសារហ្វេនប្រកាសជានឹកឃើញដល់លោក Kenneth Ma ឬ Ma Kuming ជាក់ជាមិនខានថ្ងៃនេះយើងនឹងនាំលោកអ្នកទាំងអស់គ្នាទៅដឹងពីខ្សែជីវិតតស៊ូរបស់លោកតាំងពីនៅជាក្មេងប្រុសធម្មតាម្នាក់រហូតក្លាយទៅជាតារាលំដាប់ជួរមុខនិងរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមជាមួយនឹងភរិយាដ៏ស្រស់ស្អាតលោក Ma Kuming ឬ Kenneth Ma បានកើតនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ1974នៅក្នុងគ្រួសារកម្រិតមធ្យមមួយនៅទីក្រុងហុងកុងនៅក្នុងគ្រួសារលោកគឺជាកូនប្រុសពៅនិងមានបងស្រីភ្លោះ2នាក់ដែលតែងតែមើលថែលោកយ៉ាងដិតដល់ភាពជាកូនប្រុសតែម្នាក់នៅក្នុងផ្ទះបានធ្វើឲ្យលោកក្លាយទៅជាមនុស្សដែលមានចរិតសុភាពរាបសារនិងចេះដាក់ខ្លួនតាំងពីតូចមកម្ល៉េះជីវិតរបស់លោកបានផ្លាស់ប្ដូរចំណុចរបត់ដ៏ធំនៅក្នុងឆ្នាំ1988ពលគឺនៅពេលដែលលោកមានអាយុ14ឆ្នាំគ្រួសារទាំងមូលបានសម្រេចចិត្តធ្វើអន្តោប្រវេសន៍ផ្លាស់ប្ដូរទៅរស់នៅប្រទេសកាណាដាដើម្បីស្វែងរកឱកាសថ្មីៗការរស់នៅលើទឹកដីថ្មីមិនមែនជារឿងងាយស្រួលឡើយប៉ុន្តែ Kenneth Ma គឺជាក្មេងដែលរៀនពូកែនិងមានវិន័យខ្ពស់លោកបានចំណាយពេលយុវវ័យយ៉ាងសកម្មនៅក្នុងការសិក្សារហូតប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យលំដាប់ពិភពលោកគឺ University of British Columbia ដោយចាប់យកជំនាញវិស្វកម្មមេកានិកឬ Mechanical Engineering នៅក្នុងកំឡុងពេលទៅរៀននៅសាកលវិទ្យាល័យ Kenneth Ma មិនត្រឹមតែពូកែខាងលេខនិងបច្ចេកទេសប៉ុណ្ណោះទេលោកថែមទាំងបានចូលរួមក្នុងក្រុមសម្ដែងរឿងភាគខ្លីៗនៅក្នុងសាលាដែលនេះគឺជាកន្លែងដំបូងបង្អស់ដែលលោកបានរកឃើញចំណង់ចំណូលចិត្តផ្នែកសិល្បៈរបស់ខ្លួនទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីបញ្ចប់បរិញ្ញាបត្រលោកបានត្រឡប់មកទីក្រុងហុងកុងវិញនៅក្នុងឆ្នាំ1999ជាមួយនឹងក្តីសង្ឃឹមថានឹងក្លាយទៅជាវិស្វករអាជីពប៉ុន្តែវាសនាពិតជាមើលមិនឃើញមែននៅពេលនោះសេដ្ឋកិច្ចមិនសូវអំណោយផលដែលធ្វើឲ្យលោកពិបាករកការងារផ្នែកវិស្វកម្មធ្វើបញ្ហានេះហើយដែលបានក្លាយទៅជាទ្វារចំហឲ្យលោកបានងាកមកដាក់ពាក្យចូលរៀនវគ្គបណ្ដុះបណ្ដាលសម្ដែងរបស់ TVB ជាការសាកល្បងរហូតក្លាយទៅជាតារាល្បីល្បាញមកទល់សពថ្ងៃនេះបន្ទាប់ពីត្រឡប់មកដល់មាតុភូមិវិញនៅក្នុងឆ្នាំ1999ជីវិតរបស់ Kenneth Ma មិនមែនទទួលបានជោគជ័យភ្លាមៗនោះទេលោកបានផ្ញើប្រវត្តិរូបសង្ខេបឬ CV ទៅកាន់ក្រុមហ៊ុនវិស្វកម្មជាង70កន្លែងប៉ុន្តែជាលទ្ធផលគឺស្ងាត់ជ្រងំក្នុងកំឡុងពេលរងចាំដោយភាពមិនច្បាស់លាស់លោកក៏បានសម្រេចចិត្តដាក់ពាក្យចូលរៀននៅវគ្គបណ្ដុះបណ្ដាលសម្ដែងចំនួនទី14របស់ស្ថានីយ៍ទូរទស្សន៍ TVB ដែលនេះគឺជាការសម្រេចចិត្តផ្លាស់ប្ដូរអាជីពរបស់លោកជារៀងរហូតនៅដើមទសវត្សរ៍ឆ្នាំ2000ឈ្មោះរបស់ Ma Kuming មិនទាន់មាននៅលើបញ្ជីតួឯកនៅឡើយទេលោកត្រូវបានចាប់ផ្ដើមពីចំណុច0ដោយទទួលសម្ដែងជាតួអង្គបន្ទាប់បន្សំឬហៅថាតួអង្គបន្ថែមដែលជួនកាលជាមនុស្សដែលដើរកាត់មុខកាមេរ៉ាសម្ដែងជាទាហានម្នាក់នៅក្នុងចំណោមរាប់រយនាក់ឬជាតួអង្គសាកសពដែលចេញត្រឹមតែប៉ុន្មានវិនាទីនិងគ្មានសូម្បីតែឈ្មោះនៅក្នុងសាច់រឿងមានរឿងខ្លះលោកត្រូវបានសម្ដែងជាតួផ្សេងៗគ្នារហូតដល់ទៅ9តួអង្គនៅក្នុងរឿងតែមួយក៏មានអ្វីដែលគួរឲ្យគោរពនោះមុនពេលដែលទទួលបានឱកាសសម្ដែងពេញលេញលោកបានចំណាយពេលធ្វើការជាបុគ្គលិកផ្នែកបណ្ណសារនៅក្នុងក្រុមហ៊ុន TVB ដើម្បីដោះស្រាយជីវភាពលោកបានធ្វើការយ៉ាងស្ងៀមស្ងាត់ចុះឡើងក្នុងបន្ទប់ឯកសារប៉ុន្តែភ្នែករបស់លោកតែងតែសម្លឹងមើលទៅកាន់ឆាកសម្ដែងដោយក្តីស្រមៃទោះបីត្រូវសម្ដែងជាតួអង្គតូចតាចអស់រយៈពេលជាច្រើនឆ្នាំក៏ Kenneth Ma មិនដែលត្អូញត្អែឬបោះបង់ចោលឡើយលោកតែងតែមកដល់ទីតាំងថតមុនម៉ោងនិងខិតខំសង្កេតមើលការសម្ដែងរបស់តារារៀមច្បងជំនាន់មុនយ៉ាងយកចិត្តទុកដាក់បំផុតការអត់ធ្មត់និងភាពបន្ទាបខ្លួនឯងនេះហើយដែលនៅទីបំផុតបានរុញច្រានឲ្យសមត្ថភាពរបស់លោកចាប់ផ្ដើមលេចធ្លោឡើងនិងត្រូវបានថ្នាក់ដឹកនាំមើលឃើញពីពន្លឺនៃតារាលាក់មុខរូបនេះពាក្យថាព្យាយាមគង់បានសម្រេចពិតជាស័ក្តិសមបំផុតសម្រាប់ Ma Kuming បន្ទាប់ពីហែលឆ្លងកាត់ការសម្ដែងជាតួអង្គតូចតាចអស់ជាច្រើនឆ្នាំពន្លឺនៃភាពល្បីល្បាញរបស់លោកបានចាប់ផ្ដើមរះឡើងជាលើកដំបូងនៅក្នុងឆ្នាំ2003តាមរយៈរឿងភាគល្បីល្បាញ Dream in the Sky ដែលក្នុងនោះលោកគឺជាសមាជិកម្នាក់នៃក្រុមតារាដែលគេហៅថា S4 ចាប់ពីពេលនោះមក Kenneth បានចាប់ផ្ដើមវិវត្តខ្លួនពីតួបន្ទាប់បន្សំមកជាតួអង្គដែលមានឥទ្ធិពលនៅក្នុងសាច់រឿងជាបន្តបន្ទាប់ចំណុចកំពូលនៃអាជីពរបស់លោកបានមកដល់នៅក្នុងឆ្នាំ2012តាមរយៈរឿង The Hippocratic Crush ការសម្ដែងជាតួអង្គបណ្ឌិត Cheng Yakin ដែលមានចរិតម៉ឺងម៉ាត់ប៉ុន្តែមនោសញ្ចេតនាជ្រាលជ្រៅបានធ្វើឲ្យលោកឆក់យកបេះដូងទស្សនិកជនទូទាំងអាស៊ីរហូតមកដល់ឆ្នាំ2017លោកបានបង្ហាញសមត្ថភាពថ្មីប្លែកម្យ៉ាងទៀតនៅក្នុងរឿង The Exorcist Matter
ដែលជាសាច់រឿងលាយឡំគ្នារវាងភ័យរន្ធត់កំប្លែងនិងការលះបង់ដ៏មានន័យដែលធ្វើឲ្យ fan យំតាមសង្គ្រោះភាពទោះបីជាទទួលបានការគាំទ្រយ៉ាងខ្លាំងនិងត្រូវបានបោះឆ្នោតជាតួឯកប្រុសដែលមានប្រជាប្រិយភាពបំផុតជាច្រើនលើកច្រើនផ្សារក៏ដោយប៉ុន្តែពានរង្វាន់ធំតួឯកប្រុសឆ្នើមតែងតែរំលងរូបលោកជានិច្ចទើបតែមកដល់ក្នុងឆ្នាំ2019តាមរយៈរឿង Big Video ដែលលោកសម្ដែងជាគ្រូពេទ្យវះកាត់ដ៏ប៉ិនប្រសប់ទើបលោកទទួលបានជ័យជំនះជាម្ចាស់ពានរង្វាន់ Best Actor ជាលើកដំបូងក្នុងឆាកជីវិតវាគឺជាការរងចាំដ៏វែងឆ្ងាយអស់រយៈពេល20ឆ្នាំពេញនៅក្នុងវិស័យសិល្បៈដែលធ្វើឲ្យសិល្បកររួមអាជីពនិងអ្នកគាំទ្រទូទាំងប្រទេសសម្ដែងការអបអរសាទរនិងរំភើបជំនួសលោកយ៉ាងខ្លាំងបំផុតងាកមកចាប់អារម្មណ៍លើជីវិតឯកជនវិញ Kenneth Ma ត្រូវបានមហាជននិងមិត្តរួមអាជីពផ្ដល់រហស្សនាមថាជាបុរសល្អឥតខ្ចោះឬបុរសមាសប្រចាំវិស័យសិល្បៈហុងកុងមូលហេតុគឺដោយសារលោកជាមនុស្សដែលមានចរិតលក្ខណៈនឹងធឹងសុភាពរាបសារនិងជាកូនប្រុសដ៏មានភាពកតញ្ញូបំផុតលោកធ្លាប់បានបញ្ជាក់ថាលុយកាក់ដែលលោករកបានទាំងអស់គឺប្រគល់ជូនម្ដាយជាអ្នកទុកដាក់ហើយលោកនៅតែបន្តរស់នៅជាមួយនឹងគ្រួសារយ៉ាងកក់ក្ដៅទោះបីជាលោកមានលទ្ធភាពក្នុងការទិញផ្ទះផ្ទាល់ខ្លួនក៏ដោយទោះជាយ៉ាងណាផ្លូវស្នេហារបស់លោកមិនមែនរលូនដូចអាជីពសម្ដែងនោះទេលោកធ្លាប់ឆ្លងកាត់ការខកបំណងនិងរឿងឈឺចាប់ក្នុងរឿងស្នេហាមួយចំនួនដែលធ្វើឲ្យមហាជនជាច្រើនសម្ដែងការអាណិតអាសូរយ៉ាងខ្លាំងប៉ុន្តែដូចពាក្យចាស់លោកពោលថាក្រោយពេលភ្លៀងមេឃស្រឡះច្បាស់ជាមានឥន្ធនូនៅក្នុងឆ្នាំ2020 Kenneth បានបើកចំហទំនាក់ទំនងស្នេហាជាមួយនឹងតារាសម្ដែងស្រីដ៏ស្រស់ស្អាត Rosalie Tong ដែលជាកូនស្រីរបស់តារាសម្ដែងជើងចាស់ Thong Chen Chong ស្នេហារបស់អ្នកទាំងពីរបានរីកដុះដាលយ៉ាងផ្អែមល្ហែមនិងមានស្ថិរភាពបំផុតរហូតឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធមនិងរ៉ូមែនទិកបំផុតនៅចុងឆ្នាំ2023នៅលើកោះសមុយនៃប្រទេសសៀមដោយមានការចូលរួមអបអរសាទរពីសំណាក់មិត្តភ័ក្តិជិតស្និទ្ធនៅក្នុងរង្វង់សិល្បៈចាប់ពីថ្ងៃរៀបការរួច Kenneth Ma ហាក់បីដូចជាមានពន្លឺជីវិតថ្មីលោកតែងតែបង្ហាញភាពកក់ក្ដៅនិងកាយវិការយកចិត្តទុកដាក់ខ្ពស់ចំពោះភរិយាបច្ចុប្បន្នអ្នកទាំងពីររស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលបំផុតហើយអ្វីដែលអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំមើលខ្លាំងបំផុតនោះគឺដំណឹងល្អពីសមាជិកថ្មីឬកូនប្រុសស្រីដើម្បីបំពេញបំណងប្រាថ្នារបស់ប្តីប្រពន្ធដ៏ស័ក្តិសមមួយគូនេះក្រៅពីការមមាញឹកនៅលើឈុតរឿងភាគលោក Ma Kuming គឺជាមុខមាត់ដ៏មានឥទ្ធិពលលើវិស័យពាណិជ្ជកម្មផងដែរដោយសារតែរូបភាពជានិមិត្តរូបនៃបុរសស្មោះត្រង់និងគួរឲ្យទុកចិត្តក្រុមហ៊ុនល្បីៗជាច្រើនបានជ្រើសរើសលោកឲ្យក្លាយទៅជាទូតសុឆន្ទៈតំណាងផលិតផលចាប់តាំងពីផលិតផលថែរក្សាសុខភាពរហូតដល់ស្ថាប័នហិរញ្ញវត្ថុធំៗលោកមិនត្រឹមតែល្បីល្បាញក្នុងប្រទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានប្រជាប្រិយភាពខ្លាំងក្នុងការចេញសម្ដែងនិងចូលរួមព្រឹត្តិការណ៍នានានៅក្រៅប្រទេសរួមទាំងប្រទេសកម្ពុជាយើងផងដែរអ្វីដែលធ្វើឲ្យ Kenneth Ma ខុសប្លែកពីតារាលំដាប់ A ដទៃទៀតគឺការរក្សានៅភាពសាមញ្ញបំផុតនៅក្នុងជីវិតរស់នៅលោកត្រូវបានគេស្គាល់ថាជាតារាមិនចេះឆ្មាំងឆ្មៃមិនថាជួបជាមួយនឹងអ្នកគាំទ្រនៅទីណាក៏ដោយលោកតែងតែផ្ដល់ស្នាមញញឹមនិងភាពស្និទ្ធស្នាលជានិច្ចក្រៅពីនេះលោកបានចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើនក្នុងកិច្ចការងារសង្គមនិងសប្បុរសធម៌ដោយលោកជឿជាក់ថាការចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកដែលខ្វះខាតគឺជាសុភមង្គលពិតប្រាកដចំពោះមហិច្ឆតាទៅថ្ងៃអនាគត Kenneth ធ្លាប់បានលើកឡើងថាលោកមិនដែលមានបំណងចង់ឈប់សម្រាកពីសិល្បៈឡើយដរាបណាទស្សនិកជននៅតែចង់ទស្សនាការសម្ដែងរបស់លោកគេដំណើរដែលលោកបានបន្សល់ទុកនោះមិនមែនត្រឹមតែជាពានរង្វាន់ដែលដាក់តាំងនៅក្នុងទូនោះទេប៉ុន្តែវាគឺជាការចងចាំដ៏ល្អក្នុងចិត្តទស្សនិកជនក្នុងនាមជាតារាសម្ដែងម្នាក់ដែលធ្វើការដោយបេះដូងនិងជាបុរសម្នាក់ដែលប្រើប្រាស់ជីវិតជាគំរូដល់យុវជនជំនាន់ក្រោយក្នុងការតស៊ូអត់ធ្មត់ដើម្បីក្តីស្រមៃនៅក្នុងពិភពសិល្បៈដែលសម្បូរទៅដោយភាពស៊ីវិល័យនិងការបង្អួតសម្ភារៈនិយមលោក Ma Kuming បានលេចធ្លោឡើងជាតារាម្នាក់ដែលមានរបៀបរស់នៅខុសប្លែកពីគេបំផុតរហូតដល់មិត្តរួមការងារនិងអ្នកកាសែតដាក់រហស្សនាមឲ្យលោកថាបុរសល្អដាច់គេរហស្សនាមនេះមិនមែនបានមកដោយចៃដន្យឡើយប៉ុន្តែវាបានកើតឡើងមកពីចរិតលក្ខណៈដ៏ល្អឯកភាពស្មោះត្រង់និងការឲ្យតម្លៃលើគុណធម៌ជាជាងទ្រព្យសម្បត្តិទោះបីជាលោកជាតារាលំដាប់ជួរមុខនិងមានចំណូលរាប់លានដុល្លារពីការសម្ដែងនិងការផ្សាយពាណិជ្ជកម្មក៏ដោយក៏គេជឿថា Kenneth នៅតែបន្តប្រើប្រាស់ជីវិតយ៉ាងសាមញ្ញបំផុតលោកត្រូវបានគេដឹងថានៅតែជិះរថយន្តស៊េរីធម្មតាដែលលោកប្រើប្រាស់ជាច្រើនឆ្នាំនិងមិនសូវចំណាយលុយទៅលើសម្ភារៈ brand ល្បីៗដើម្បីបង្អួតភ្នែកអ្នកដទៃនោះទេលោកធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍មួយថា
ខ្ញុំមិនចូលចិត្តទិញរបស់ដែលមិនចាំបាច់នោះទេអ្វីដែលសំខាន់បំផុតគឺភាពងាយស្រួលនិងការរស់នៅដោយមានក្តីសុខជាមួយនឹងគ្រួសារក្រៅពីភាពសាមញ្ញ Kenneth គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ផងដែរនៅពេលដែលទំនេរពីការងារលោកចូលចិត្តចំណាយពេលសម្រាកនៅផ្ទះមើលថែម្ដាយនិងញ៉ាំអាហារជុំគ្រួសារជាជាងការចេញដើរទៅហឺហាឬចូលរួមកម្មវិធីជប់លៀងដែលមិនចាំបាច់ភាពមិនទៀបខ្លួននិងការមិនចេះឆ្មើងឆ្មៃនេះហើយដែលធ្វើឲ្យលោកទទួលបានការគោរពយ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់វណ្ណៈមនុស្សជាច្រើនបានលើកឡើងថា Kenneth Ma គឺជាគំរូនៃតារាដែលជោគជ័យទាំងក្នុងអាជីពនិងជោគជ័យក្នុងនាមជាមនុស្សម្នាក់ដែលមានតម្លៃថ្លៃថ្នូរចេញពីខាងក្នុងរឿងរ៉ាវដែលធ្វើឲ្យទស្សនិកជនចងចាំនិងគោរពស្រឡាញ់ម៉ាកូមីងបំផុតនោះគឺភាពអត់ធ្មត់មិនចេះរុញរានៅលើវិថីសិល្បៈក្នុងរយៈពេលជិត2ទសវត្សរ៍ Kenneth ត្រូវបានគេបោះឆ្នោតឲ្យជាតារាដែលមហាជនចង់ឲ្យឈ្នះពានរង្វាន់ Best Actor បំផុតស្ទើរតែរាល់ឆ្នាំប៉ុន្តែហាក់បីដូចជាសំណាងមិនទាន់ដល់លោកតែងតែខកខាននិងភ្លាត់ស្នៀតនៅនាទីចុងក្រោយជានិច្ចរហូតដល់ថ្នាក់មហាជនខ្លះដាក់រហស្សនាមឲ្យលោកថាស្ដេចនៃការរងចាំពានទៀតផងទោះបីជាត្រូវអង្គុយទះដៃអបអរសាទរមិត្តភ័ក្តិនិងមិត្តរួមអាជីពចំនួនក្រោយៗដែលឡើងមកទទួលពានរង្វាន់កាត់មុខលោកម្ដងហើយម្ដងទៀតក៏ដោយក៏ Kenneth មិនដែលបង្ហាញកាយវិការមិនពេញចិត្តឬពោលពាក្យត្អូញត្អែអំពីវាសនារបស់ខ្លួនឡើយផ្ទុយទៅវិញលោកតែងតែបង្ហាញស្នាមញញឹមដ៏ស្មោះត្រង់និងត្រឡប់ទៅពង្រឹងសមត្ថភាពសម្ដែងរបស់ខ្លួនឲ្យកាន់តែល្អជាងមុនពីមួយឆ្នាំទៅមួយឆ្នាំរហូតមកដល់យប់ថ្ងៃទី22ខែមករាឆ្នាំ2020រឿងដែលមិននឹកស្មានដល់បានកើតឡើងនៅពេលដែលឈ្មោះ Mark Booming ត្រូវបានប្រកាសជាម្ចាស់ពានរង្វាន់តួឯកប្រុសឆ្នើម Best Actor ប្រចាំឆ្នាំតាមរយៈរឿង Big Brother ពេលនោះមិនត្រឹមតែ Kenneth ខ្លួនឯងនោះទេដែលរំភើបសូម្បីតែសិល្បកររួមអាជីពទូទាំងសាលក៏ក្រោកឡើងទះដៃអបអរសាទរលោកទាំងទឹកភ្នែកវាគឺជាជ័យជំនះដ៏មានន័យបំផុតបន្ទាប់ពីការរងចាំអស់រយៈពេល20ឆ្នាំពេញជោគជ័យមួយនេះគឺជាមេរៀនដ៏អស្ចារ្យដែលប្រាប់យើងថាទោះបីជាអ្នកដើរយឺតជាងគេក៏មិនមែនមានន័យថាអ្នកបរាជ័យដែរបរាជ័យដរាបណាអ្នកមិនបញ្ឈប់ការដើរនោះអ្នកនឹងទៅដល់គោលដៅជាក់ជាមិនខានប្រសិនបើអ្នកតាមដានជីវិតក្រៅឆាករបស់ Mark Booming អ្នកប្រកាសជាដឹងថាបេះដូងទី2របស់លោកក្រៅពីការសម្ដែងគឺកីឡាបាល់ទាត់លោកមិនត្រឹមតែជាអ្នកទស្សនាប៉ុណ្ណោះទេប៉ុន្តែគឺជាកីឡាករដ៏សកម្មម្នាក់ដែលមានបច្ចេកទេសមិនចាញ់អាជីពឡើយ Kenneth គឺជាសមាជិកដ៏សំខាន់មួយរូបនៅក្នុងក្រុមបាល់ទាត់តារាហុងកុងឬ Hong Kong Celebrity Football Team ដែលជាក្រុមប្រមូលផ្ដុំដោយកំពូលតារាល្បីៗមកពី TVB និងវិស័យកម្សាន្តហុងកុងទោះបីជាកាលវិភាគក្នុងការថតរឿងមានភាពមមាញឹកខ្លាំងនិងស្ទើរតែគ្មានពេលសម្រាកយ៉ាងណាក៏ដោយក៏ Kenneth តែងតែឆ្លៀតពេលរាល់សប្តាហ៍ដើម្បីទៅហាត់សមនិងប្រកួតបាល់ជាមួយនឹងមិត្តរួមអាជីពលោកធ្លាប់បាននិយាយថាការរត់នៅលើទីលានបាល់ទាត់គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការរំសាយភាពតានតឹងពីការងារនិងជួយឲ្យអារម្មណ៍ស្រស់ថ្លាឡើងវិញលើសពីការកម្សាន្តចំណូលចិត្តមួយនេះគឺជាអាថ៌កំបាំងដ៏ធំមួយដែលជួយឲ្យលោករក្សាបាននូវរូបរាងដ៏មាំមួនស្រស់សង្ហានិងមានថាមពលខ្លាំងក្លាបើទោះបីជាបច្ចុប្បន្នលោកមានវ័យចូល50ឆ្នាំជាងហើយក៏ដោយការលេងកីឡាជាប្រចាំបានធ្វើឲ្យលោកមើលទៅក្មេងជាងវ័យនិងអាចបំពេញការងារសម្ដែងដែលត្រូវការកម្លាំងខ្លាំងបានយ៉ាងរលូនមិនតែប៉ុណ្ណោះតាមរយៈកីឡានេះដែរលោកក៏បានចូលរួមក្នុងកម្មវិធីប្រកួតមិត្តភាពជាច្រើនដើម្បីរៃអង្គាសប្រាក់ជួយដល់ការងារសប្បុរសធម៌ដែលនេះបង្ហាញឲ្យឃើញថាលោកបានប្រើប្រាស់ចំណូលចិត្តផ្ទាល់ខ្លួនដើម្បីផ្ដល់ផលប្រយោជន៍ដល់សង្គមជាតិថែមទៀតផងជីវិតបន្ទាប់ពីអាពាហ៍ពិពាហ៍បានផ្លាស់ប្ដូរលោក Mark Booming ឲ្យក្លាយទៅជាបុរសដែលកាន់តែមានភាពកក់ក្ដៅនិងឲ្យតម្លៃទៅលើពេលវេលាគ្រួសារទ្វេដងទោះបីជាមមាញឹកនឹងការងារសម្ដែងយ៉ាងណាក៏ដោយក៏ Kenneth តែងតែផ្ដល់អាទិភាពខ្ពស់បំផុតដល់ភរិយាជាទីស្រឡាញ់គឺអ្នកនាង Rosanne Tong លោកមិនដែលភ្លេចថ្ងៃពិសេសៗឡើយលោកតែងតែរៀបចំកម្មវិធីខួបកំណើតឬដំណើរកម្សាន្តក្រៅប្រទេសយ៉ាងផ្អែមល្ហែមដើម្បីបង្កើតការចងចាំល្អៗរួមគ្នាអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាគូស្វាមីភរិយាគំរូដែលតែងតែជួយជំរុញទឹកចិត្តគ្នាទៅវិញទៅមកទាំងក្នុងជីវិតរស់នៅនិងការងារសិល្បៈចំពោះគម្រោងអនាគតក្នុងវិស័យកម្សាន្តវិញ Mark Booming នៅតែមានមហិច្ឆតានៅក្នុងខ្លួនឆេះយ៉ាងសន្ធោសន្ធៅលោកបានបញ្ជាក់យ៉ាងច្បាស់ថាការរៀបការមិនមែនជាចំណុចបញ្ចប់នៃអាជីពសម្ដែងរបស់លោកនោះទេប៉ុន្តែវាគឺជាការចាប់ផ្ដើមនៃដំណាក់កាលថ្មីមួយទៀតដែលកាន់តែមានភាពចាស់ទុំលោកមានបំណងចង់សាកល្បងសម្ដែងជាតួអង្គដែលមានភាពប្រឈមខ្លាំងជាងមុនមិនថាជាតួអង្គចិត្តអាក្រក់ឬតួអង្គដែលមានបញ្ហាផ្លូវចិត្តស្មុគស្មាញឡើយដើម្បីផ្ដល់នូវចំណីអារម្មណ៍ថ្មីប្លែក
និងបង្ហាញពីភាពសម្បូរបែបនៃសមត្ថភាពរបស់លោកជូនដល់អ្នកគាំទ្រក្រៅពីការងារសិល្បៈអ្នកទាំងពីរក៏កំពុងតែសាងសង់សម្បុកគ្រួសារដ៏មានក្តីសុខនិងត្រៀមខ្លួនរួចជាស្រេចសម្រាប់តួនាទីជាមេដាបេដានៅពេលអនាគតដ៏ខ្លីខាងមុខនេះក្តីស្រមៃរបស់ Kenneth គឺការបន្តធ្វើជាតារាសម្ដែងដែលមហាជនស្រឡាញ់ចូលចិត្តផងនិងជាមេគ្រួសារដ៏ល្អម្នាក់ដែលផ្ដល់ភាពកក់ក្ដៅដល់ភរិយានិងកូនៗផងដែរភាពជឿជាក់លើការរៀបចំផែនការជីវិតដ៏ច្បាស់លាស់នេះហើយដែលធ្វើឲ្យលោកនៅតែរក្សាបាននូវភាពល្បីល្បាញនិងការគោរពស្រឡាញ់ពីសំណាក់ទស្សនិកជនគ្រប់ជំនាន់ជាចុងក្រោយខ្សែជីវិតរបស់លោក Ma Kuming ឬ Kenneth Ma មិនត្រឹមតែជារឿងរបស់តារាសម្ដែងដ៏ល្បីម្នាក់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាមេរៀនជីវិតដ៏មានតម្លៃសម្រាប់យើងគ្រប់គ្នាលោកបានបង្ហាញឲ្យពិភពលោកឃើញថាទោះបីជាយើងចាប់ផ្ដើមពីចំណុចតូចតាចបំផុតឬត្រូវរងចាំឱកាសអស់រយៈពេលរាប់សិបឆ្នាំក៏ដោយដរាបណាយើងមិនបោះបង់ក្តីស្រមៃយើងបន្តធ្វើការដោយក្តីស្មោះត្រង់ការអត់ធ្មត់នោះភាពជោគជ័យនឹងរត់មករកយើងនៅថ្ងៃណាមួយជាមិនខានពីក្មេងប្រុសម្នាក់ដែលបញ្ចប់ការសិក្សាផ្នែកវិស្វកម្មពីបុគ្គលិកបានសាដែលគ្មានអ្នកស្គាល់ឈ្មោះរហូតក្លាយទៅជាស្ដេចសម្ដែងនិងជាបុរសល្អដាច់គេក្នុងដួងចិត្តមនុស្សរាប់លានអ្នក Kenneth Ma បានសរសេរប្រវត្តិសាស្ត្រផ្ទាល់ខ្លួនដោយប្រើញើសឈាមនិងស្នាមញញឹមទោះបីជាពេលនេះលោកមានអ្វីៗគ្រប់យ៉ាងទាំងកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិនិងគ្រួសារដ៏កក់ក្ដៅក៏លោកនៅតែរក្សាបាននូវភាពសាមញ្ញសុភាពរាបសារនិងបន្ទាបខ្លួនជានិច្ចដែលនេះគឺជាគុណតម្លៃពិតប្រាកដដែលធ្វើឲ្យលោកនៅតែមានពន្លឺជានិរន្តរ៍នៅក្នុងវិស័យសិល្បៈជាថ្មីម្ដងទៀតខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូពីប្រវត្តិតារាល្បីៗជាច្រើនទៀតនៅពេលក្រោយសូមជូនពរសំណាងល្អនិងសុខភាពល្អគ្រប់គ្នាសូមអរគុណជម្រាបលា